ស្ងាត់មួយរឿងចូលមួយរឿងតារាចម្រៀងជក់ថិតរត់ថាមានរឿងអ្វីទៀតហើយទើបតែស្ងាត់រឿងបញ្ហាអន់ចិត្តជាមួយតារាចម្រៀងមួយរូបមិនបានប៉ុន្មានផងស្រាប់តែពេលនេះតារាចម្រៀងជក់ថិតរត់ថាបង្ហើរអារម្មណ៍ប្លែកមួយទៀតធ្វើឲ្យអ្នកគាំទ្រមានការងឿងឆ្ងល់ជាខ្លាំងនៅល្ងាចថ្ងៃទី29ខែកញ្ញានេះតារាចម្រៀងជក់ថិតរត់ថាបានសរសេររៀបរាប់នៅលើបណ្ដាញ Facebook របស់ខ្លួនថា Good afternoon everyone ពេលខ្លះរឿងខ្លះកុំច្បាស់ជាងសម័យខ្លួនគេពេករឿងរបស់គេជីវិតរបស់គេកុំពូកែធ្វើការស្មានហើយនិយាយបង្កាច់បង្ខូចកិត្តិយសគេពេកប្រយ័ត្នតែថ្ងៃណាមួយមានរឿងដោយសារតែមាត់ដ៏អត់ប្រយោជន៍នឹងទៅខំប្រឹងរកលុយចិញ្ចឹមខ្លួនឲ្យមានជីវភាពល្អជាងគេសិនចាំបោបាច់ពីគេហើយអ្នកឯងត្រូវតែធ្វើខ្លួនឲ្យល្អជាងគេសិនចាំនិយាយពីគេអ្នកគាំទ្រជាច្រើនមានការងឿងឆ្ងល់បន្ទាប់ពីឃើញតារាចម្រៀងជក់ថិតរត់ថាបង្ហោះសារបែបនេះបើតាមប្រភពព័ត៌មានពីអ្នកស្និទ្ធជាមួយជក់ថិតរត់ថាបានបង្ហើបប្រាប់ថារដ្ឋាមានអារម្មណ៍មិនសប្បាយចិត្តជាមួយអ្នកស្គាល់គ្នាដែលបានដើរនិយាយមិនល្អពីនាងនិងគ្រួសាររឿងរ៉ាវយ៉ាងណាទៀតនោះជក់ថិតរត់ថានៅពុំទាន់បញ្ជាក់ច្បាស់នៅឡើយទេគួររំលឹកផងដែរថាចាប់តាំងពីផ្ទុះរឿងមិនសប្បាយចិត្តជាមួយតារាចម្រៀងម្នាក់មកកាន់តែធ្វើឲ្យជក់ថិតរត់ថាល្បីល្បាញឡើងវិញជាពិសេសនាងកាន់តែមានឱកាសការងារច្រើនចម្រៀងកាន់តែច្រើនឡើងជាពិសេសចាប់តាំងពីនាងវះកាត់ប្ដូរខ្ទង់ច្រមុះថ្មីនិងពង្រីកដើមទ្រូងបន្ថែមបានធ្វើឲ្យជីអ៊ុននាងឡើងខ្ពស់ត្រដែតជាមួយរូបសម្រស់ស្រស់សោភា